សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបានយកពូថិចមួយដែលថតពីដ្រូននៅភូមិស្រែញោបាទនេះគឺនៅវាលស្រែមួយនៅភូមិស្រែញោឃុំភារីមានជ័យស្រុកបរសែតខេត្តកំពង់ស្ពឺប្រទេសកម្ពុជាបាទវីដេអូនេះគឺខ្ញុំថតនៅថ្ងៃអាទិត្យខែតុលាទី28ឆ្នាំ2023វេលាម៉ោង 5:10 នាទីល្ងាចបាទថ្ងៃជិតលិចហើយបាទនៅខែតុលានេះគឺជារដូវមួយដែលសំទូងតាមស្រែចាប់ផ្ដើមផើមនៅស្រូវវាស្រូវផើមដាក់ផើមហើយស្រែខ្លះក៏មានចេញស្រូវធ្ងន់វាទៅតាមចាប់ផ្ដើមដង្ហើមហើយតាមវាលស្រែមានទេសភាពខៀវស្រងាត់ហើយជាពិសេសខែរដូវនេះគឺឃើញអ្នកកាត់ស្មៅខ្ញុំកាលពីនៅក្មេងៗគឺខែហ្នឹងហើយគឺអត់មានកន្លែងឃ្លៀងគោទេគឺទៅរកកាត់ស្មៅតាមវាលស្រែតាមអីហ្នឹងដើម្បីយកមកឲ្យគោស៊ីបាទនេះគឺខ្ញុំចាំថាកាត់ស្មៅពេលចំកន្លែងស្មៅច្រើនណាជួនកាលកាត់ហើយលើកទូលអត់រួចទៀតញាត់ទៅពេញបាវបាទនេះគឺខ្ញុំលើកឃើញកាលពីខ្ញុំនៅក្មេងៗកាត់ស្មៅឲ្យទូលមកផ្ទះអត់រួចទៀតជួនកាលធ្លាក់ទឹកដាល់មកបាទនៅតំបន់នេះគឺដីដូចជាដីខ្សាច់ស្រូវមិនសូវល្អប៉ុន្មានទេយើងមើលស្រែខ្លះបានស្ទង់ស្រែខ្លះក៏អត់ស្ទង់ដែរហើយយើងមើលទៅភូមិស្រែញោខ្ពប់ដូងនេះទៅខាងត្បូងហើយយើងមើលឃើញទៅភ្នំនៅខាងពកត្របែកខាងផ្សារទៅពាំងដើរក្នុងភ្នំបើយើងមើលពីចម្ងាយពីស្លាប់លែងទៅឃើញបាទហ្នឹងគឺភ្នំខេត្តកំពតហើយនៅខាងឆ្វេងដៃគឺផ្លូវជាតិលេខ3ឥឡូវយើងត្រឡប់មកក្រោមវិញយើងឃើញអ្នកកាត់ស្មៅហើយដ្រូននេះហោះកម្ពស់100 ម៉ែត្រខ្ទង់ប្រហែលជា100 ម៉ែត្រញ៉ាំតាមខ្ញុំចាំហើយខ្ញុំធ្វើ review ប្រតិភាពឡើងវិញហើយបើយើងមើលពីលើមកចេះមកដូចយើងសម័យថាយើងនៅលើអាកាសដូចជាបាក់សីដែលកំពុងហើរហើយយើងមើលមកក្រៅមកឃើញវាស្រែឃើញដូចជាកាឡារែកជាភ្លឺស្រែបាទហើយយើងមើលឃើញមនុស្សនៅខាងក្រោមទូបាទហើយសំទង់ពណ៌បៃតងមានកន្លែងខ្លះជីជាតិល្អទៅរៀងក្រាស់ទៅកន្លែងខ្លះដីអត់សូវមានជីជាតិសំទង់ឬស្មៅរិចបាទតាមហ្នឹងឥឡូវបើយើងបង្វិលដ្រូនមកទៅខាងជើងវិញមកទៅខាងជើងយើងនឹងឃើញទិដ្ឋភាពមួយគឺផ្សារស្លាប់លែងបាទចង់និយាយថាផ្សារស្លាប់លែងកាលពីឆ្នាំ2023បាទឥឡូវនេះខ្ញុំធ្វើ review ឡើងវិញឥឡូវហ្នឹងយើង2025ហើយខែ6ទី5ខែ6បាទយើងមើលឃើញនៅនេះគឺជាផ្លូវពីខ្ពប់ដូងទៅភូមិថ្មីហើយយើងឃើញនេះគឺផ្សារស្លាប់លែងភ្នំស្រង់យើងមើលជួរភ្នំស្រង់ហើយផ្លូវខ្សែមួយគឺមិនទាន់ធ្វើទេមិនទាន់ធ្វើហើយទេហុយជាពិសេសហុយតែម្ដងមានចរាចរណ៍បើកទៅមកតាមផ្លូវខ្សែមួយច្រើនណាស់ហុយទលោមតែម្ដងបាទនេះគឺផ្សារស្លាប់លែងហើយយើងមើលទេសភាពស្រស់ស្អាតណាស់មើលពីលើយ៉ាងទៅគឺជាប់ដល់ភ្នំយកភ្នំបាទ
ហើយនេះគឺជាបែកខាងត្បូងនៃផ្សារស្លាប់លេខយើងឃើញមើលនៅចន្លោះអត់សូវមិនទាន់មានផ្ទះពេញទេផ្ទះនៅញឹកតែម្ដុំប្រជុំជនផ្លូវបំបីជា4ទេបាននៅខាងត្បូងផ្សារនេះគឺនៅផ្ទះចន្លោះខាងមួយមិនទាន់ញឹកទេប្រហែលជា4-10ឆ្នាំទៀតផ្ទះនឹងពេញបាទឥឡូវយើងមើលតទៅទៀតតទៅសារស្លាប់លែងតែម្ដងខ្ញុំបែរទៅទិសខាងជើងបាទហោះពីភូមិខ្ពប់ដូងទៅយើងនឹងឃើញផ្ទះហើយនឹងរោងចក្រខាងភូមិព្រះមលុកគឺទៅតែមានអគារមួយទេគឺកន្លែងផ្សារតប៉ាបាទហើយនៅខាងត្បូងផ្សារនេះមានផ្ទះធំមួយគឺជួលឲ្យធនាគារប្រសាក់បាទហើយខាងទៅខាងជើងទៀតនោះគឺអមរិតបាទហើយខាងជ្រៅចូលទៅដល់ផ្លូវបាយក្នុងផ្សារពេលស៊ីការមើលអត់ទាន់ឃើញទេដោយសារនៅឆ្ងាយដែរបាទហើយផ្លូវបេតុងនេះគឺជាផ្លូវបេតុងដីឡូភូមិព្រះលុបបាទមានផ្លូវបេតុងចូលបាទហើយនោះសាលាអន្តរជាតិ ESL មើលពីឆ្ងាយទៅឃើញនោះបាទហើយយើងមើលកន្លែងសាលាអន្តរជាតិ ESL យើងឃើញទឹកមួយវាលនោះគឺជាបឹងស្លាប់លែងហើយយើងមើលចរាចរណ៍ឡានច្រើនណាស់នៅផ្លូវនោះឡានបើកដេញគ្នានៅជើងឡានលឿនណាស់ហើយលេខគីឡូនេះឡានកម្មកររោងចក្របាទនេះគឺជាទស្សនវិជ្ជាយើងមើលពីទិសខាងបងទៅផ្សារស្លាប់លែងបាទម្ដុំមកភូមិខ្ពប់ដូងឬក៏ម្ដុំភូមិស្រែញោបាទហើយយើងមើលទៅផ្សារស្លាប់លែងពីផ្សារទៅផ្សារលិចគឺផ្ទះឡើងចង្អៀតបាទឡើងណែនបាទហើយនោះគឺទំនប់បឹងជ្រាមនោះបឹងមួយបឹងជ្រាមហើយទៅខាងសនេះទៅគឺអូបៀហើយនោះភ្នំកក់ណាយើងមើលទៅភ្នំកក់ហើយយើងមើលទៅបោសែតនោះផ្លូវទៅបោសែតបាទនេះយើងមើលមកជុំហើយយើងមើលទៅទិសខាងកើតដល់ជាលេខ3គឺដីរៀបស្មើអត់មានភ្នំទេនៅខាងនោះបាទនេះគឺភ្នំវត្តភ្នំក្អែកទុំនោះនៅសល់ភ្នំបន្តិចទាំងប្រហែលជាអស់ដីហើយឡើងបាទហើយផ្សារតប៉ាគឺទៅតែមានផ្សារទេរោងចក្រអគារគឺទៅនឹងចេញជាគ្រោងបាទនោះភ្នំមួយនោះគឺខាងនោះទ័ពមានជ័យបាទទ័ពមានជ័យនេះភូមិព្រះមលុបបាទនៅខាងនេះអត់ភូមិទេគឺវាលចាស់បាទសិតតែវាលស្រែដីវាលនៅភូមិមួយភូមិនោះគឺភូមិស្រែញោបាទភូមិស្រែញោហើយនេះវត្តនេះគឺវត្តថ្មីវត្តកន្លែងខាងត្បូងភូមិថ្មីទៀតឥឡូវនេះគេកើតវត្តតាំងនោះពីដើមគេថាជាវត្តចាស់មួយហើយគឺចាប់ដើមសាងសង់ជាវត្តអារាមហើយនៅឆ្នាំ2023តើមានរដំកំពុងទៅដល់2025មានច្រើនណាស់ឥឡូវនេះជាវីដេអូចាស់បាទយើងមើលទេសភាពស្រស់ស្អាតណាមើលទៅជើងនេះតាំងលើបន្ទាត់កន្លែងភ្នំបាទនៅកម្ពុជាយើងសម្បូរជាងគេនៅតាមវាលស្រែនេះគឺដើមត្នោតបាទដើមត្នោតនៅតែមានគ្រប់ទីកន្លែងបាទយើងមើលដើមត្នោតមួយគឺច្រើននៅតែមានត្នោតបានមើលសនោះគឺទឹកកន្លែងដែលមានទឹកដក់ច្រើនជាទំនប់
ខ្ញុំក៏អត់ចាំច្បាស់ដែរទៅគឺខាងបូរវិញអញ្ចឹងខ្ញុំក៏បានចូលមកកន្លែងដើមវិញមកកន្លែងដើមវិញហើយបាទទេសភាពស្រស់ស្អាតហើយយើងបានហោះដូចដ្រូនបាទដូចជាបាក់សីហោះហើរលើអាកាសបាទយើងឃើញមានមនុស្សហើយរូបភាពសទូដូចជាគោឬសត្វគោទៅមើលស៊ីស្មៅតាមលើស្លាយបាទឥឡូវបានចុះដ្រូនមួយឃើញរូបវត្តថ្មីហើយវត្តចាស់ណាខ្ញុំវត្តចាស់ហើយនេះគឺជាទីតាំងដែលខ្ញុំបង្ហោះដ្រូនបាទហើយមើលមកជុំបាទអរគុណគ្នាប៉ុណ្ណឹងទេ